បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយក5ចំណុចដែលយើងគួរធ្វើមុននឹងយើងផឹកកាហ្វេអញ្ចឹងធម្មតាមនុស្សយើងឥឡូវចូលចិត្តផឹកកាហ្វេច្រើនប៉ុន្តែយើងគួរតែស្វែងយល់ថាតើចំណុចណាខ្លះដែលយើងគួរតែធ្វើមុននឹងយើងទទួលទានកាហ្វេអញ្ចឹងចំណុចទី1អ្នកទាំងអស់គ្នាគួរតែផឹកទឹក1កែវអញ្ចឹងបើសិនជាយើងផឹកទឹក1កែវនៅពេលដែលអ្នកឧទាហរណ៍ថាអ្នកគេងពេញមួយយប់រាងកាយរបស់យើងក៏បានបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើមនិងការបែកញើសដែរយោងតាមគេហទំព័រ Ettingwell គាត់បានបញ្ជាក់ថាការខ្សោះជាតិទឹកបន្តិចបន្តួចជាប្រចាំថ្ងៃនោះនាំឲ្យរាងកាយខ្សោយនាំជំងឺដាក់ខ្លួនដូច្នេះអ្នកគួរផឹកទឹក1កែវជាមុនហើយចាំយើងទទួលទានកាហ្វេតាមក្រោយអញ្ចឹងវាធ្វើឲ្យខួរក្បាលរបស់យើងមានការចងចាំបានយូរនិងការពារជំងឺទឹកនោមផ្អែមផងដែរអញ្ចឹងនេះគឺជាចំណុចទី1អញ្ចឹងសម្រាប់ចំណុចទី2អ្នកនរគ្នាគួរតែរងចាំ60ទៅ90នាទីមុនផឹកកាហ្វេអញ្ចឹងបើសិនបើយោងតាមគេហទំព័រ Health បានបញ្ជាក់ថាអ្នកគួររងចាំប្រមាណ60នាទីទៅ90នាទីបន្ទាប់ពីងើបពីគេងចាំផឹកកាហ្វេព្រោះយើងធ្វើបែបហ្នឹងមានន័យថាវាធ្វើឲ្យរាងកាយរបស់យើងមានប្រសិទ្ធភាពខ្ពស់ហើយធ្វើឲ្យរាងកាយរបស់យើងចាប់ផ្ដើមមានចង្វាក់ស្ថិរភាពហើយការបន្ថែមកាហ្វេអ៊ីនវាមានអត្ថប្រយោជន៍ដល់សុខភាពកាន់តែរឹងមាំអញ្ចឹងអ្នកនរគ្នាងើបហើយញ៉ាំទឹកហើយរងចាំអាចថា60ទៅ90នាទីទៅមុនយើងញ៉ាំកាហ្វេចូលអញ្ចឹងទី3គឺសំខាន់អ្នកគ្នាត្រូវញ៉ាំអាហារសម្រន់ស្រាលៗមានថាយើងញ៉ាំអីបន្តិចបន្តួចសិនមុននឹងយើងញ៉ាំកាហ្វេបើអ្នកភ្ញាក់ពីដំណេកដោយឈឺក្រពះអ្នកគួរញ៉ាំអាហារសម្រន់ស្រាលៗមុនពេលញ៉ាំកាហ្វេមានអាហារសម្រន់ស្រាលៗដូចជានំប៉័ងស្រូវសាលីទាំងមូលទឹកដោះគោជូរស៊ុតឬផ្លែឈើអាចផ្ដល់ថាមពលបន្ថែមដល់រាងកាយមុនយើងទទួលទានកាហ្វេអ៊ីនអញ្ចឹងសម្រាប់ចំណុចទី4អនុញ្ញាតឲ្យរាងកាយរបស់អ្នកទទួលពន្លឺព្រះអាទិត្យមានន័យថាការចំណាយពេល2-3នាទីដើម្បីបើកបង្អួចទទួលពន្លឺថ្ងៃពេលព្រឹកជាទម្លាប់ដែលមានប្រយោជន៍ដល់ការគ្រប់គ្រងចង្វាក់ Circadian ដែលជាសញ្ញាប្រាប់រាងកាយឲ្យចាប់ផ្ដើមថ្ងៃថ្មីដោយមូលហេតុនេះហើយធ្វើឲ្យអ្នកមានអារម្មណ៍ល្អធ្វើការអញ្ចឹងពេលចង្វាក់ Circadian របស់អ្នកដំណើរការល្អចាំយើងទទួលទានកាហ្វេអញ្ចឹងវាធ្វើឲ្យប្រព័ន្ធរាងកាយរបស់យើងក៏ដំណើរល្អទៅតាមនោះដែរជាពិសេសឈាមរបស់យើងអញ្ចឹងចុងក្រោយទី5គឺលំហាត់ប្រាណស្រាលៗអញ្ចឹងមុនពេលយើងផឹកកាហ្វេអ្នកគួរតែចំណាយពេល5ទៅ10នាទីដើម្បីធ្វើលំហាត់ប្រាណស្រាលៗមួយចំនួនដូចជាការដើរការលាតសន្ធឹងខ្លួនការលើកដៃចលនាតិចតួចអញ្ចឹងនឹងការធ្វើចលនាយូហ្គាមួយចំនួននៅពេលព្រឹកដើម្បីជួយបង្កើនចរន្តឈាមដាស់សាច់ដុំនិងបង្កើនកម្រិតថាមពលតាម Clinic Mayo ក៏បានលើកទឹកចិត្តឲ្យមនុស្សយើងរក្សាសកម្មភាពរាងកាយជាប្រចាំនៅពេលព្រឹកដើម្បីកែលម្អសុខភាពសរសៃឈាមបេះដូងសុខភាពផ្លូវចិត្តនិងរាងកាយរឹងមាំបានផងដែរបាទអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទសុខភាពថ្ងៃហ្នឹងគឺខ្ញុំចែកម្លែកតែប៉ុណ្្នឹងអញ្ចឹងនេះគឺជាចំណុចទាំង5ដែលអ្នកនរគ្នាគួរធ្វើមុននឹងអ្នកនរគ្នាទទួលទានកាហ្វេបាទអរគុណជួបគ្នានៅអត្ថបទសុខភាពលើកក្រោយបន្តទៀត